តើអ្នកបានដឹងដែរឬទេហេតុអ្វីបានជាពេលមនុស្សស្លាប់តែងតែមានលោកតាអាចារ្យឬចាស់ៗនាំគ្នាទៅសម្រាកកំដរនៅពេលយប់រឿងអាយុសង្ខារគ្មាននរណាម្នាក់អាចដឹងទុកមុននោះទេជាទូទៅក្នុងពេលដែលមនុស្សស្លាប់គេតែងតែយកទៅធ្វើពិធីបុណ្យតាមប្រពៃណីមិនដែលអាខានឡើយជួនកាលធ្វើនៅផ្ទះនិងជួនកាលធ្វើនៅក្នុងទីវត្តដែលយោងទៅតាមជំនឿដែលគេជឿតៗមកគ្នាថាកាលណាអ្នកស្លាប់នោះបានស្លាប់ទៅដោយសារឧបទ្ទហេតុនានាដែលមិនមែនជាការស្លាប់ដោយធម្មជាតិគឺជាការកើតចាស់ឈឺស្លាប់ជាការពិតណាស់អ្នកប្រហែលជាបានអង្កេតដឹងរួចមកហើយតាមប្រពៃណីទំនៀមទម្លាប់ខ្មែរយើងពីបុរាណកាលមកឲ្យតែមានមនុស្សស្លាប់យើងមានទំនៀមទម្លាប់ជាច្រើនដែលត្រូវអនុវត្តនៅក្នុងនោះរឿងអបិយជំនឿក៏ត្រូវបានភ្ជាប់មកជាមួយដែរប្រិយមិត្តធ្លាប់អង្កេតទេថាធម្មតាឲ្យតែផ្ទះណាដែលមានមនុស្សស្លាប់គឺនៅពេលយប់ដែលមានប្រារព្ធពិធីបុណ្យសពនោះយើងតែងតែឃើញមានលោកតាអាចារ្យឬក៏ចាស់ៗមួយចំនួនដែលជាអ្នកជិតខាងឬជាអ្នកស្គាល់គ្នាឬក៏ជាសាច់ញាតិបងប្អូនបុគ្គលដែលបានស្លាប់ទៅពួកគាត់បានបបួលគ្នាដើម្បីទៅកំដរសពជានិច្ចហើយយើងក៏កម្របានឃើញបុណ្យសពណាដែលគ្មានមនុស្សនៅចាំដេកយាមកំដរសពនៅពេលយប់ដែរមិនថាមនុស្សតិចឬក៏មនុស្សច្រើននោះទេតែងតែមានមនុស្សជានិច្ចយ៉ាងហោចណាស់បើសពនោះមិនសូវសម្បូរសាច់ញាតិច្រើនគេក៏ជួលតាអាចារ្យ2ឬក៏3នាក់ឲ្យមកសម្រាកនៅពេលយប់ផងដែរតើអ្នកដែលធ្លាប់បានចាប់អារម្មណ៍ដែរឬទេថាតើហេតុអ្វីបានជាពួកគាត់ទៅកំដរសពនៅពេលយប់ដូច្នេះជាក់ស្ដែងតាមការដឹងឮកន្លងមកហេតុដែលលោកតាអាចារ្យឬក៏ចាស់ៗទៅកំដរសពពីព្រោះដើម្បីបានជាគ្នាជាមួយនឹងម្ចាស់ផ្ទះកុំឲ្យមានការភ័យខ្លាចព្រលឹងអ្នកដែលបានស្លាប់ទៅនោះសាច់ញាតិឬក៏បងប្អូនដែលជោគខ្សែស្រឡាយតែងតែជួបជុំគ្នានៅផ្ទះសពទើបគេគិតថាពេលមានមនុស្សស្លាប់គេបានមកជួយគ្នាដូច្នេះឯងវាគ្មានអ្វីប្លែកនោះទេក៏ប៉ុន្តែនៅមានហេតុផលមួយចំនួនទៀតដែលមនុស្សភាគច្រើននៅមិនទាន់បានដឹងឬមិនសូវចាប់អារម្មណ៍តាមរយៈការសាកសួរពីសំណាក់អ្នកសារព័ត៌មានទៅលើអ៊ំប្រុសម្នាក់ដែលមានឈ្មោះថាដែនដែលជាអាចារ្យវត្តនិងជាអ្នកកាន់ធម៌អាមួយរូបបានប្រាប់ឲ្យដឹងថាការទៅកំដរសពអ្នកស្លាប់គឺមានហេតុផលនិងមានគោលបំណងច្បាស់លាស់គឺមិនមែនចេះតែទៅកំដរតាមតែការនឹកឃើញនោះទេហើយមូលហេតុសំខាន់ដែលត្រូវធ្វើដូច្នេះគឺដោយសារតែប្រការមួយចំនួនដូចជាទី1កាលណាមានមនុស្សនៅជិតសពស្រាប់គឺងាយស្រួលនៅក្នុងការការពារសពដើម្បីកុំឲ្យមានសត្វផ្សេងមកយាយីបានជាពិសេសគឺសត្វឆ្មាជនជាតិខ្មែរយើងមានជំនឿតាំងពីដើមមកថាបើកាលណាសត្វឆ្មាសម្បល់ខ្មៅមករញ៉េរញ៉ៃនៅជិតសពឬចៃដន្យវាបានលោតទម្រង់សពធ្វើឲ្យសាកសពនោះคล้ายទៅជារឿងអពមង្គលឬក៏คล้ายទៅជាខ្មោចតៃហោងដែលប្រលឹងរបស់សាកសពនឹងកាចសាហាវដើរលងគេលងឯងជាដើមរីឯទី2គឺការពារកុំឲ្យមានមនុស្សគិតមិនល្អចំពោះសពដែលបានស្លាប់ទៅហើយមកធ្វើរឿងមិនគប្បីឬបង្កជាផលអាក្រក់ណាមួយដែលនឹកស្មានមិនដល់ហេតុផលទី3ចំពោះអ្នកដែលមានជំនឿទៅលើរឿងព្រលឹងជួនកាលនៅក្នុងករណីខ្លះគេជឿថាគ្រាន់តែព្រលឹងចេញពីខ្លួនបណ្ដោះអាសន្នតែប៉ុណ្ណោះក៏ប៉ុន្តែនៅមិនទាន់ស្លាប់នោះទេដូច្នេះគេក៏នៅការពារក្រែងលោអ្នកនោះដឹងនឹងរស់ឡើងវិញដោយសារព្រលឹងត្រឡប់ចូលមករូបរាងកាយរបស់គាត់វិញហើយប្រសិនបើមានរឿងនេះកើតឡើងមែនគេនឹងបានជួយសង្គ្រោះឲ្យទាន់ពេលវេលាតែម្ដងពីព្រោះថាចាស់មានដំណេកមិនដូចក្មេងៗនោះទេពលគឺគាត់ឆាប់ភ្ញាក់ដឹងខ្លួននៅពេលដែលមានរឿងអ្វីកើតឡើងងាយនឹងផ្ដល់ដំណឹងទៅកាន់គ្នាជាបន្តបន្ទាប់ដើម្បីឲ្យបានដឹងឆាប់រហ័សហេតុផលទី4គឺជាប្រការសំខាន់គឺនៅកំដរជាមួយនឹងសាច់ញាតិរបស់សពដើម្បីកុំឲ្យពួកគាត់មានការភ័យខ្លាចពលគឺនៅឲ្យបានជាគ្នាទាំងអស់នេះសុទ្ធតែជាហេតុផលសំខាន់ដែលលោកអ៊ំអាចារ្យបានប្រាប់តាមបទពិសោធន៍ដែលគាត់ធ្លាប់បានឆ្លងកាត់ក្រៅពីនេះលោកអ៊ំក៏បានបន្ថែមទៀតថានៅមានប្រការផ្សេងមួយទៀតគឺការបិទកញ្ចក់ទាំងអស់ផងដែរនៅពេលដែលមានមនុស្សស្លាប់កាលណាមានកញ្ចក់អាចធ្វើឲ្យយើងចេះតែគិតស្រមៃនៅពេលដែលឆ្លោះខ្លួនឯងថាអាចឃើញព្រលឹងខ្មោចនៅក្នុងកញ្ចក់ដែលបានស្លាប់ទៅនោះឯន័យខ្លះទៀតពេលថតរូបក៏គេមិនអោយថតនៅចំកញ្ចក់ដែរពីព្រោះថាអាចជួបព្រលឹងរបស់ខ្មោចវាគឺជារឿងមួយដែលមិនសូវមានអ្នកណាដឹងឬមិនសូវមានអ្នកចាប់អារម្មណ៍ប៉ុន្មានទេនៅក្នុងសម័យកាលនេះតើអ្នកធ្លាប់បានដឹងធ្លាប់បានឮគេនិយាយដែរឬទេរឿងថានៅពេលដែលផ្ទះណាមួយមានមនុស្សស្លាប់គេតែងតែនាំគ្នាបិទកញ្ចក់មិនថាកញ្ចក់តូចឬក៏កញ្ចក់ធំនោះទេនិយាយទៅឲ្យតែមានកញ្ចក់គឺត្រូវតែបិទចោលមិនឲ្យសល់មួយនោះឡើយទោះយ៉ាងណាក្តីយើងសង្កេតឃើញថាជាក់ស្ដែងបច្ចុប្បន្ននេះ
គេមិនឃើញមានការបិទកញ្ចក់អ្វីឡើយនៅពេលដែលមានមនុស្សស្លាប់ពីព្រោះពួកគេចាត់ទុកថាជារឿងធម្មតាទូទៅទៅហើយទាំងនេះហើយជាមូលហេតុដែលចាស់ៗឲ្យកំដរសាកសពនៅពេលយប់រឿងរ៉ាវនេះសូមបញ្ចប់ត្រឹមនេះសូមចុច Subscribe មួយផងដើម្បីបានទទួលវីដេអូក្រោយៗបន្តទៀតសូមអរគុណគោរពលា